ចេតដេមនុស្សរស់និពន្ធកែសម្រួលនិងរៀបរៀងដោយម៉ារ៉ាឌីសុខាំងនិតហើយនេះសូមព្រៃអ្នកអាននិងស្ដាប់សន្ដាប់ដូចទៅនៅក្នុងវីឡាដ៏ស្កឹមស្កៃខ្ពស់ត្រដឹមម្លប់ឈើត្រជាក់ត្រឈឹងត្រឆៃខ្យល់បក់ឮសូរត្រសៀកជួបផ្សំជាមួយសត្វចាបយំយ៉ាងពីរោះសួនច្បារនៅខាងមុខវីឡារៀបចំយ៉ាងស្រស់ស្អាតដោយស្នាដៃមេការអ្នកបម្រើក្នុងផ្ទះមួយនេះយ៉ាងជាមេការដ៏ជំនិតនិងស្មោះត្រង់ម្នាក់ថ្ងៃនេះខំរៀបចំសួនច្បារដោយខ្លួនឯងក្រោកតាំងពីព្រលឹមដើម្បីចាំទទួលអ្នកនាងតូចរបស់យ៉ាងត្រឡប់ពីបរទេសយ៉ាងក្នុងទឹកមុខរំភើបរកអ្វីព្រៀបផ្ទឹមមិនបានម៉ោង3រសៀលទៅហើយមិនទាន់ឃើញរថយន្តបើមកទៀតងាកទៅងាកមកដោយចិត្តអន្ទះសារទើបចូលទៅខាងក្នុងវីឡាដើម្បីជំរែបង្ចាស់ប្រុសលោកម្ចាស់នេះអ្នកនាងតូចខកជើងយន្តហោះទេដឹងថ្មើរនេះហើយមិនទាន់មកដល់ទៀតនាងទីដាច់ជាក្មេងបម្រើដែលលោកផ្កាយបីសក្ខីរើសមកដោយផ្ទាល់តាំងពីតូចក្រូចឆ្មានាងចេះអើតលើមសម្លឹងទៅខាងក្រៅដូចជាយ៉ាងដែរស្របពេលលោកសក្ខីកំពុងអានកាសែតធ្វើប្រងើយនាងទីអ្នកនាងមិនទាន់ឃើញមកទៀតតិចទៅអ្នកនាងអ៊ុយយ៉ាងនេះកុំគិតអីអាក្រក់បែបនេះអ្នកនាងអាចមកដល់កម្ពុជាហើយតែស្ទះផ្លូវក៏ថាបានណាយើងក៏សង្ឃឹមបែបនេះដែរណានាងទីសូមទេវតាតាមថែរក្សាអ្នកនាងរបស់ខ្ញុំផងសូមធ្វើដំណើរដោយសុវត្ថិភាពពេលវេលាចេះតែកន្លងផុតទៅយ៉ាងរហ័សរសៀលជ្រេះហើយលោកស្រីសីណាតជាភរិយាលោកសក្ខីខំរៀបបាយថ្ងៃត្រង់តាំងពីម៉ោង11ម្ហូបអាហារគ្រប់ទុកក៏ញ៉ាំត្រឹមត្រូវចាំទទួលកូនស្រីក៏ត្រូវត្រជាអស់ព្រោះវាល្ងាចទៅហើយយ៉ាងមករៀបចំតសាជាថ្មីដើម្បីរៀបអាហារពេលល្ងាចនៅឯសាកលវិទ្យាល័យប្រវត្តិសាស្ត្រនៅក្នុងបរិវេណសាកលវិទ្យាល័យពោពេញទៅដោយម្លប់ឈើប៉ុន្តែនេះជាពេលល្ងាចទៅហើយគឺមានតែពន្លឺអគ្គិសនីដែលតាំងលំអតាមដើមឈើជាការបំភ្លឺសម្រស់នៃបរិវេណនៅពេលយប់និស្សិតគ្រប់រូបខ្លះក៏ចូលថ្នាក់រៀនឯខ្លះទៀតកំពុងតែជែកក្រោយដើមឈើដែលមានបងអង្គុយលេងនេះពេចកិច្ចការស្រាវជ្រាវដែលលោកសាស្ត្រាចារ្យដាក់ឲ្យនោះណាយើងត្រូវចុះទៅស្រាវជ្រាវផ្ទាល់ពិតមែនហើយយើងដូចព្រឺសម្បុរដល់ហើយវើយឧស្ភាជាមិត្តសម្លាញ់របស់ពេជ្រកំឡោះរូបនេះមានរាងខ្ពស់ស្រឡះចិញ្ចើមក្រាស់សម្បុរសង្ហាមិនចាញ់កំឡោះពេជ្រឡើយពេជ្រជាកំឡោះចង់ដឹងឮរឿងអាចកំបាំងនឹងចង់ជួបផ្ទាល់កំឡោះរូបនេះសង្ហាមុខមាត់ស្លូតបូតស្រស់ស្អាតនិងមានបន្ទងរូបព្រះដាមដោយត្បូងមានតម្លៃពេជ្រតបទាំងយកដៃជ្រងសក់ឡើងលើពិតហើយឧស្ភាកិច្ចការនេះយើងសាកល្បងស្រាវជ្រាវតាមអ៊ីនធឺណិតហើយតែមិនបានផលសោះយើងសាកល្បងទៅទីនោះដោយផ្ទាល់ប្រហែលអាចបានទិនណាជាបន្ថែមសមាជិកក្រុមណាដែលចង់ទៅខ្លះស្អែកនេះប្រាប់ដំណឹងនឹងស្រួលជួលរថយន្តទៅអាពេជ្រពួកយើងតាមឯងវើយដើម្បីពិន្ទុចុងឆ្នាំនេះយើងត្រូវតែខំទាំងអស់គ្នាយើងត្រូវតែធ្វើយ៉ាងណាដើម្បីសម្រេចកិច្ចការនេះឲ្យបានមែនហើយគ្នាក៏គិតដូចជាពេជ្រដែរសម្រេចបែបនេះចុះមករ៉ាសេឡានិងផានូជាមិត្តរួមក្រុមដែលទទួលកិច្ចការស្រាវជ្រាវវត្ថុបុរាណពួកគេរួមដៃគ្នាដើម្បីសម្រេចកិច្ចការនេះឲ្យបានព្រោះវាជាឆ្នាំបញ្ចប់របស់ពួកគេម៉ោង 8 យប់រថយន្តទំនើបបចូលវីឡាទ្វារឡានក៏របើកឡើងដែលបង្ហាញឲ្យឃើញពីជើងសាច់សខ្ចីដែលលម្អដោយស្បែកជើងពោស្លាប់កំផេងឈានចុះមួយនារីវ័យខ្ទង់23ឆ្នាំតែងខ្លួនឆើតឆាយដូចនារីបរទេសវ៉ែនតាខ្មៅអាវខែខ្លីគូបសំខោជើងធំយ៉ាងទាន់សម័យយ៉ាងទម្លាក់ទូយោទឹកដែលស្រោចសួនរត់មកយ៉ាងលឿនសម្ដៅរកនាងតូចអ្នកនាងមរកតនឹកអ្នកនាងណាស់ទីបំផុតអ្នកនាងត្រឡប់មកវិញហើយមរកតជាកូនស្រីតែមួយរបស់លោកសក្ខីក្រៅពីមាននិស្សខាធំហើយក៏ជាម្ចាស់សាមន្ទីរដ៏ធំប្រចាំប្រទេសទៀតផងនាងតូចមុខក្រឡងច្រមុះស្រួចបូមាត់មានមុនស្នេហ៍នាងតបទៅយ៉ាងនឹងអោបជាប់ខ្ញុំក៏នឹកយ៉ាងដែរយ៉ាងហាឆាប់ចូលក្នុងផ្ទះទៅនៅទីនេះដូចជារហើយមិនដឹងនាងតូចឈានជើងចូលផ្ទះដោយបោះចហានមួយអ្នកបម្រើជាច្រើនតាមយូវ៉ាលីពីក្រោយនាងដើរសម្ដៅទៅរកបន្ទប់របស់នាងដែលទុកចោលអស់រយៈពេល10ឆ្នាំនាងត្រូវបានទុចដំណើរដោយសម្ដីលោកសក្ខីមរកតហេតុអីមិនមកជម្រាបសួរប៉ានិងម៉ាក់ដូច្នេះនាងតូចងាកមុខស្មើខ្ញុំគ្មានអីត្រូវនិយាយទេសុំទោសផងលោកស្រីសីណាតញឹមទៅវាចាយ៉ាងត្រជាក់បំផុតមិនអីទេកូនមកពីហត់ទៅសម្រាកចុះម៉ាក់បានរៀបចំបន្ទប់កូនរួចជាស្រេចនាងតូចសម្លឹងមុខលោកស្រីសីណាតនិងវាចាខ្លាំងអ្នកណាឲ្យលោកស្រីមកវល់ជាមួយបន្ទប់ខ្ញុំលោកប៉ាមិនបានប្រាប់ទេអេស